ផ្នែកទី3បើក៏យើងមានសមត្ថភាពអ្វីខ្លះកាពីតូខូចបាននិយាយ content នេះនៅ content មុនហើយនិយាយពីជ្រុងមួយផ្សេងប្រហែលជាទាំងអស់គ្នាដែលមើលប្រហែលជាអត់ច្បាស់អញ្ចឹងមកនិយាយនៅជ្រុងមួយនេះបង្ហាញឲ្យកាន់តែស៊ីជម្រៅចង់និយាយឲ្យគ្រប់គ្នាយល់ថាការដែលយើងបើកផ្នែកទី3មិនមែនយើងទៅឃើញអីផ្ដេសផ្ដាស់នៅលោកខាងក្រៅទេគឺជាការដែលយើងត្រឡប់មកនៅក្នុងលោកខាងក្នុងយើងតបជិបខ្លួនឯងដូចត Wi-Fi អញ្ចឹងណាយល់ស៊ីជម្រៅរឿងដែលកប់ជ្រៅនៅក្នុងចិត្តយើងឲ្យយើងស្គាល់ខ្លួនឯងមួយនៅក្នុង version ដែលយើងមិននឹកស្មានថាយើងបែបហ្នឹងណាហើយចំណុចដែលពិសេសនៅពេលដែលយើងបើកភ្នែកទី3គឺយើងនឹងបើកទទួលនៃចំណេះដឹងហើយនឹងការ creative រូបអារម្មណ៍ឃើញអីដែលជាសច្ចភាពនៃលោកការពិតហើយវាកាន់តែពិសេសហ្នឹងណាគឺធ្វើឲ្យចិត្តយើងនេះមានភាពនឹងណូដែលយើងអត់មានទំនោរក្នុងការដែលយើងភ័យខ្លាចនៅការផ្លាស់ប្ដូរថ្មីនៅលោកខាងក្រៅដូចជាមួយរយៈនេះយើងមិនជួបបញ្ហាសង្គ្រាមដែលយើងតាំងខ្លួនអត់ទាន់ថាអូសម័យនេះហើយក្នុងមានសង្គ្រាមឈ្លានពានគ្នាទៀតអញ្ចឹងខ្ញុំជឿហ្មងនៅពេលដែលយើងអត់ដែលវឹកហាត់ចិត្តយើងអត់ដែលយល់ពីធម៌ពូលបែបនេះមានន័យថាយើងនឹងរន្ធត់យើងអាចនឹងធ្លាក់ខ្លួនរហូតដល់ឈឺឬក៏មានបញ្ហាអីចូលមកដែលយើងដោះស្រាយអត់ទឿនទេដោយសារតែសតិយើងវាអត់នឹងអញ្ចឹងអ្នកដែលបានវឹករឿងនេះឯងគឺដល់ពេលដែលយកមកប្រើនៅក្នុងស្ថានភាពហ្នឹងស្ថានភាពខាងក្រៅយើងមិនអាចផ្លាស់ប្ដូរបានតែយើងអាចឃុំក្រងសតិការដឹងអារម្មណ៍យើងឲ្យនឹងណូបាននេះផលប្រយោជន៍ដែលចម្បងដែលខូចចង់និយាយឲ្យគ្រប់គ្នាយល់ឃើញថាវាមិនមែនជាការដែលយើងនេះបើកលោកអីដែលវាខុសពីសច្ចភាពធម្មជាតិទេនិយាយតដែលណាសម្រាប់អ្នកបើកផ្នែកទី3បានណាសញ្ញាសង្កលដំបងណាមើលខ្លួនឯងណាគឺយើងនឹងធុញមនុស្សអ៊ូអរញ៉េរញ៉ៃឧទាហរណ៍យើងគឺជាមនុស្សសាមញ្ញដែលចូលចិត្តប៉ាទីពេលយកចូលក្លឹបចូលចិត្តសប្បាយស្ដាប់ភ្លេងណានៅពេលដែលយើងបើកផ្នែកទី3ហើយយើងអត់ចូលចិត្តព្រោះវាធ្វើឲ្យយើងដឹងថាអាការដែលសប្បាយរបស់យើងនៅលោកខាងក្រៅហ្នឹងណាវាគ្រាន់តែជាឆាវតែនៅពេលដែលយើងត្រឡប់មកខាងក្នុងណាចិត្តនៃក្តីស្ងប់សុខនេះគឺជាការដែលយើងជួយខ្លួនឯងតែនៅពេលដែលយើងត្រឡប់មកក្តីសុខស្ងប់ចិត្តនៅខាងក្នុងណាយើងនឹងមើលលោកផ្លូវផ្សេងហើយយើងនឹងមានក្តីសុខងាយជាខ្លួនឯងរឿងមួយដែលសំខាន់ទៀតនៅពេលដែលយើងបើកភ្នែកទី3នេះនៅពេលដែលយើងនិយាយជុំអ្នកណាយើងអានការគិតគេដឹងមកដឹងថាគេគិតអីគ្រាន់តែនិយាយមើលភ្នែកក៏ដឹងគាត់តែស្ដាប់សំឡេងយើងដៅដឹងថាមានន័យថាម៉េចវាមិនមែនជារូបមន្តពិសេសអីឬក៏យើងចេះប្រើសិលទេណាគឺវាការដែលយើងមានន័យថាយើងនៅក្នុងលំដាប់ញៀនមួយគេហៅថាញៀនត្រាស់ដឹងរឿងអារម្មណ៍ហ្នឹងណាការដែលយើងនៅក្នុងភាពស្ងប់យូរវាធ្វើឲ្យចិត្តយើងល្អិតល្អន់ក្នុងការសង្កេតមើលសកម្មភាពនេះឯងដែលកើតបញ្ញាដែលពុទ្ធសាសនាតែងត្រាស់បញ្យល់នេះកើតបញ្ញាឲ្យយើងដឹងត្រឹមតែគេហាមិតយើងអានចិត្តដឹងមករឿងសភាវៈផ្នែកទី3យើងបើកគឺជាការដែលយើងត្រឡប់មកនៅខាងក្នុងខ្លួនឯងបែបពិតវាមិនមែនអីដែលយើងប្រឌិតឈប់កុហកខ្លួនឯងគេហៅថាមិត្តវាត្រង់ចិត្តយើងទទួលស្គាល់ការពិតដ៏អត់រឹងរូសមានន័យថាយើងចេះបត់បែនទៅតាមស្ថានភាពនៅពេលដែលយើងយល់ផ្នែកទី3ចង់បញ្ជាក់ឲ្យគ្រប់គ្នាយល់ដែលកូនខ្មែរយើងជឿខុសយើងតែងតែសមាធិបើកផ្នែកទី3ទៅឃើញទេវតាឃើញព្រះអិនព្រះព្រំឃើញនរកប្រែតអញ្ចឹងបើយើងឃើញបែបនេះគឺជាភាពអកុសលយើងមួយដែលយើងមានកិលេសតណ្ហាជាប់ទៅរឿងឋានសួគ៌ឋាននរកហ្នឹងនេះខូចហ៊ានអះអាងដោយបាត់ពិសោធន៍ដោយខ្លួនឯងណាវាស្របទៅតាមធម្មពលខ្វន់តាមចាំនៃវិទ្យាសាស្ត្រការពិតទៅនៅពេលដែលយើងទៅឃើញបែបនេះមានន័យថាយើងជាប់កិលេសទៀតហើយការពិតការដែលយើងមកចូលដល់ផ្នែកទី3ពិតប្រាកដធ្វើឲ្យយើងណាលាចាញ់ពីកិលេសទាំងអស់ហ្នឹងមករកភាពស្ងប់វារកភាពដែលយើងលើសេចក្តីសុខនិងសេចក្តីទុក្ខមានថាវាកណ្ដាលវាអត់ជប់ជំពាក់នឹងរឿងអីមួយវាធ្វើឲ្យចិត្តយើងបានស្រាលវាបានបត់បែនទៅតាមស្ថានភាពឈប់ជំទើហើយយើងទទួលស្គាល់បញ្ហាជុំវិញមកហើយមនុស្សដែលបើកញៀនទី3នេះភាគច្រើនជាមនុស្សដែលមិនមែនគាត់អ៊ីកូឬក៏គាត់រឹសអងឬក៏គាត់រឹកពីទេបើសិនជាគេនៅជាមួយមនុស្សទូទៅគឺសម្រាប់ខ្លួនគ្រប់មនុស្សបានប៉ុន្តែជាមនុស្សម្នាក់ដែលមានថាមានបន្ទិតការពារខ្លួនឯងខ្ពស់ហើយងាយឲ្យណាចូលដល់ចូលចិត្តសង្ងំនៅក្រៅសង្គមហើយឈប់យកការគិតមកគឺតែយកចិត្តមកវិភាគដឹងហេតុផលច្បាស់លាស់ដូចធ្លាប់គិតច្រើនអញ្ចឹងការគិតទាំងអស់ហ្នឹងគឺចាប់ផ្ដើមគិតតិចហើយមើលឃើញ idea ណាវាច្បាស់ឡើងក្នុងការចាប់ជាប្រយោជន៍មកធ្វើការរស់ស៊ីអីឬក៏ប្រើជីវិតអីហ្នឹងអញ្ចឹងហើយផ្នែកទី3មិនមែនត្រឹមតែជាការបើកនៃការត្រាស់ដឹងយល់ដឹងនៅក្នុង version តែមួយយើងមិនចាំបាច់រៀនមកតំណ2តំណ3តំណហើយជាចំណេះដឹងមួយដែលយើងកែបញ្ហាជីវិតដែលធ្វើឲ្យយើងរយចាក់ពីចិត្តដែលយើងតុបតែងនៃជីវិតយើងឲ្យវាធ្លាក់ទៅក្នុងរណ្ដៅទុក្ខយើងអាចយកខ្លួនឯងចេញមកលើពីក្តីសុខក្តីទុក្ខហ្នឹងរួចអាផលក្តីទុក្ខក្តីកម្មហ្នឹងនេះឯងដែលខូចគឺថាប្រជាជនខ្មែរគួរតែចូលដល់ធម៌ពលនេះដែលធ្វើឲ្យពួកយើងរួចចាក់ទុក្ខហើយឲ្យយើងជោគជ័យទាំងផ្លូវលោកផ្លូវធម៌មិនចាំបាច់យើងទៅបួសជាដូនជីយើងមានឱកាសស្មើគ្នាក្នុងការដែលយើងចូលដល់នឹងធម៌ពលនេះអញ្ចឹងបើសិនជាគ្រប់គ្នាមើលคลิปនេះហើយមានចង្អល់អីទៀត comment មកខូចនឹងព្យាយាមតបទាំងអស់គ្នា I love you